haឥឡូវនេះម្ដេចក៏មិនយកស្រីកែវទៅម្ដេចក៏អង្វរមហោសថឲ្យជួយដោះខ្លួនពីចំណោមស្រីកែវទៅវិញអាចារ្យទាំង4នាក់ខំប្រឹងអង្វរគ្រប់គ្នាយល់ថាពុំបានការខ្លះថាពួកយើងបំពុះភ្លើងកាប់សម្លាប់គ្នាឯងដុតឲ្យហើយទៅខ្លះថាពួកយើងស៊ីថ្នាំពឹសឲ្យស្លាប់ឲ្យហើយទៅខ្លះថាពួកយើងយកខ្សែមកចងកឲ្យស្លាប់ឲ្យហើយទៅល្អជាជាងស្លាប់ដោយការធ្វើបាបរបស់ស្ដេចជលនីព្រះបាទវិទេហរាជថាយើងអស់ផ្លូវសង្ឃឹមហើយយើងស្វែងរកផ្លូវរួចពុំបានដូចជាគេស្វែងរកក្លឹមពីដើមចេកមិនបានដូច្នោះឯងព្រះមហោសថថាណែពួកឆ្មាំទ្វារមហាអង្គមុងអ្នកទាំងឡាយចូលបឹកកលឹះយន្តនៃមាត់ទ្វារព្រះបាទវិទេហរាជហើយនឹងពួកអាមាត្យនឹងទៅតាមឧម៉ុងនេះថាហើយក៏នាំគ្នាចូលមហាអង្គមុងនាំឡើងអំពីមហាអង្គមុងទៅតាមឧម៉ុងដើរជើងទៅឡើងក្បែរទន្លេគង្គានាំព្រះរាជាចូលប្រថាប់ក្នុងមហាវិសាលរោងធំទូលាយជាទីសម្រាប់ធ្វើរាជាពិសេសទាំងពួកព្រះរាជវង្ស4ព្រះអង្គរបស់ព្រះបាទជលនីព្រះមហោសថធ្វើពិធីរាជាពិសេសថ្វាយព្រះនាងបញ្ចាចន្ទីចំពោះព្រះបាទវិទេហរាជក្នុងទីនោះហើយនាំចុះទៅកាន់នាវា3រគ្រឿងចម្លងឡើងទៅកាន់ត្រើយម្ខាងប្រគល់ឲ្យពួកសេនានៅត្រើយម្ខាងហើយបន្តទៅកាន់នគរមិថុលាព្រះបាទវិទេហរាជកាលដែលហើយចុះនាវាជ្រាបថាព្រះមហោសថពុំទៅជាមួយទេក៏អង្វរញោមមកថាណែមហោសថប្រញាប់ឡើងជិះទុកមកព្រះមហោសថថាខ្ញុំព្រះអង្គជានាយកនៃសេនាលះបង់អង្គសេនាដោះយកតែខ្លួននេះមិនមែនជាទំនៀមទេខ្ញុំព្រះអង្គនឹងដឹកនាំអង្គសេនាដែលព្រះអង្គបោះបង់ចោលហើយនឹងរបស់ដែលព្រះបាទជលនីព្រមទត្តឲ្យហើយសំទៅក្នុងការជាខាងក្រោយទូលតាមយោបល់ដូច្នោះហើយក៏ត្រឡប់ពីទន្លេគង្គាចូលតាមឧម៉ុងឡើងលើគួងមហាប្រាសាទព្រឹកឡើងស្រង់ទឹកតែងអង្គយ៉ាងស្អាតគួងក្បែរសីហបញ្ចរព្រះបាទជលនីព្រមទត្តឡំពុតបុរីថ្មីអស់រាត្រីទាំងមូលការអរុណរះឡើងក៏ស្ដេចចូលក្នុងរាជវាំងថ្មីជាមួយនឹងពលដំរីពលសេះពលរត់ពលស្មៅជើងមានចំនួន 39,000 នាក់ស្រែកថាយើងកាត់ក្បាលសត្រូវមួយម្នាក់ព្រះមហោសថមានទឹកប្រភ័ក្រស្រស់ពព្រាយថ្លែងប្រាប់យ៉ាងរស់រានថាព្រះអង្គបោះពលមកយ៉ាងបង្ខំរស់រានដោយការស្មានថានឹងបានសម្រេចប្រយោជន៍មែនមិនដូច្នោះទេចូលដាក់គ្រឿងអាវុធទាំងអស់ទៅព្រះបាទជលនីថាអ្នកឯងមានសម្បុរមុខស្រស់បោះទាំងនិយាយក៏ញញឹមជាប់ការញញឹមនេះជាកិរិយាផ្ដាំស្លាប់របស់អ្នកឯងហើយព្រះមហោសថថាពាក្យដែលព្រះអង្គគំរាមនេះឥតអំពើទេព្រះរាជារបស់យើងឆ្លងទន្លេទៅតាំងពីម្សិលមិញមកម្លេះយកទាំងព្រះរាជវង្សានុវង្សក្នុងនគរឧត្តរបញ្ចាទៅផងព្រះបាទជលនីថាណែវើចូលចាប់ចោលអាមហោសថកាត់ដៃកាត់ជើងត្រចៀកច្រមុះព្រោះធ្វើឲ្យស្ដេចវិទេហរាជរួចពីកណ្ដាប់ដៃយើងទៅវិញព្រះមហោសថថាបើព្រះអង្គឲ្យគេកាត់ដៃកាត់ជើងត្រចៀកច្រមុះរបស់ខ្ញុំយ៉ាងណាព្រះបាទវិទេហរាជនឹងឲ្យគេកាត់ដៃកាត់ជើងត្រចៀកច្រមុះរបស់បញ្ចាច័ន្ទរបស់នាងបញ្ចាចន្ទីរបស់នាងចន្ទាទេវីជាព្រះរាជបុត្រាបុត្រីអគ្គមហេសីនៃព្រះអង្គយ៉ាងនោះដែរព្រះបាទជលនីថាបើដូច្នោះអ្នកទាំងឡាយចូលទៅឯព្រះរាជវាំងរបស់អញពិចារណាមើលហេតុនោះតើសមដូចពាក្យព្រះមហោសថឬទេព្រះមហោសថថាបបិទ្ធមហារាជព្រះនាងចន្ទាទេវីមេឥន្ទ្រីស្រស់បំប្រងរៀងត្រទេសត្រទងឥតឆ្កងសពសារពាងកាយព្រះសោនេរាជត្រសាយដោយដំបាមាសមានព្រះដំណើរយើងយះដោយព្រះបាទទាក្រហមទុំមានចង្កេះរៀងខ្លុំសំដោយខ្សែរឹតវិចិត្រដោយមាសទឹកដប់មានរឹមព្រះអោសដោយផ្លែទំលាប់ក្រហមទុំរលើបរលុងមានព្រះនេត្រថ្លាយង់ដោយភ្នែកកូនមរឹកទៅនឹងការថ្មីមានព្រះអរុងដោយប្រមោលដំរីមានព្រះស្គុនទាំងទ្វេដោយផ្លែទំលាប់ដែលគេកាត់យកមកភ្ជាប់នឹងព្រះអរាបពិតព្រះអង្គដ៏ទ្រង់ព្រះចេស្តាព្រះអង្គទ្រង់សពរាជហាតីចំពោះក្តីមេអណានៃព្រះនាងចន្ទាទេវីឬឯខ្ញុំព្រះអង្គនិងព្រះនាងចន្ទាទេវីជាមនុស្សដល់នៅសេចក្តីស្លាប់ជាមួយគ្នាប៉ុន្តែបើអ្នកមានប្រាជ្ញាគេមិនត្រូវការដោយសេចក្តីស្លាប់នៃជនទាំងនោះទេសូមទ្រង់ពិចារណាចុះព្រះបាទជលនីជ្រាបជាបាត់ព្រះរាជវង្សានុវង្សពីក្នុងបុរីជឿសម្ដីព្រះមហោសថក៏លំអិតអោនអង់ទ្រង់សួរព្រះមហោសថថាលោកបានរៀនកលមេយាជាទិបឬលោកចេះកំបាំងភ្នែកឬបានជាដោះលែងព្រះបាទវិទេហរាជពីកណ្ដាប់ដៃនៃយើងទៅបាន
ព្រះមហោសត្ថាបណ្ឌិតក្នុងលោកតែងតែចេះកលមេយាជាទៅដោះខ្លួនចាក់ទៅបានសូម្បីតែពួកកូនទាហានអ្នកបម្រើតួបង្គំក៏សុទ្ធតែជាអ្នកឆ្លៀសវៃដែរគេអាចនាំព្រះបាទវិទេហរាជទៅកាន់ក្រុងមិថុលាតាមផ្លូវដែលគេធ្វើទៅហើយតែមួយរំពេចដល់ភ្លាមសូមព្រះអង្គស្ដេចទូតអង្គមដល់រុងរឿងដោយរបៀបថាតែប៉ុណ្ណោះក៏ជំរោព្រះបាទជលនីនឹងស្ដេច101នគរព្រមទាំងសេនានិកឲ្យចូលទៅក្នុងមហាអង្គមទ្រង់បង្ហាញបន្ទប់សច្ចនា101បន្ទប់ការព្រះរាជាចង់ចេញពីមហាអង្គមព្រះមហោសថក៏ចេញមកជាមួយតែម្នាក់ឯងមុនជន់កន្លឹះតែមួយក៏ទ្វារធំ80ទ្វារតូច64ទ្វារបន្ទប់សច្ចនា101បិទក្រឹបព្រមគ្នាជាឯកប្រហាប្រតិតជ្វាលាច្រើនរយដួងក៏រលត់អស់រលិញងងឹតឆឹងដោយលោកកន្តរនរោពួកស្ដេចនិងសេនីយ៍ផាត់ភ័យគ្រប់គ្នាព្រះមហោសថនិងព្រះរាជាទ្រង់ប្រថាប់នៅលើទីលានព្រះពោធិសត្វដកព្រះខ័នឡើងលោតហក់18ចំហៀនបានកម្ពស់18ហត្ថចុះមកឈរឆ្ពោះព្រះភ័ក្ត្រព្រះបាទជលនីដែលកំពុងតែភ័យទ្រង់ក្រាបទូលថាព្រះអង្គគំព្រួយព្រះរាជហឫទ័យថាក្រែងខ្ញុំសម្លាប់តែបើព្រះអង្គចង់សម្លាប់ខ្ញុំវិញក៏សូមបំពេញព្រះរាជករណីកិច្ចតាមព្រះរាជបំណងចុះថាតែប៉ុណ្ណោះក៏ថ្វាយព្រះខ័នទៅព្រះរាជាព្រះបាទជលនីបែរជាសូមអភ័យអំពីព្រះមហោសថវិញទ្រង់លើកព្រះខ័នមួយជាមួយគ្នាដាក់លើសេសាស្បត់ថាលែងបៀតបៀនគ្នាតទៅទៀតហើយពួកស្ដេច101នគរនិងសេនាធិការការព្រះមហោសថចងកលឹះយន្តនៃទ្វារមហាអង្គមឲ្យរបើកឡើងក៏ឡើងមកថ្វាយបង្គំថាព្រះអង្គជាអ្នកប្រទាននៅជីវិតដល់យើងទាំងអស់គ្នាព្រះមហោសថថាមហារាជទាំងឡាយទៅនឹងជ្រាបជាខ្ញុំថ្វាយជីវិតក្នុងពេលដែលបើកឲ្យចេញពីមហាអង្គមនោះតែម្ដងប៉ុណ្ណឹងឬធ្លាប់ជ្រាបថាខ្ញុំធ្លាប់ថ្វាយជីវិតពីមុនមកដែរពួកស្ដេច101ថាមិនធ្លាប់ដឹងពីមុនមកទេព្រះមហោសថថាព្រះអង្គទាំងឡាយនឹកឃើញឬទេការព្រះបាទជលនីចាប់ព្រះអង្គទាំងឡាយបានមកនៅសល់តែព្រះរាជាដែនវិទេហមួយកាលនោះព្រះបាទជលនីទ្រង់រៀបចំពិធីជប់លៀងព្រះកយាស្ងោយនិងសូរាស្រាប់តែមានពួកអ្នកដៃដល់មួយក្រុមច្រើនរំលំវាយបំបែកចានបំបែកកែវខានសោយអស់ទៅតើនឹកឃើញទេឬពួកស្ដេច101ថានឹកឃើញគួរឲ្យស្ដាយណាស់ដោយខានសបាយក្នុងការជប់លៀងព្រោះមានមនុស្សខូចឆាឆៅបំបែកបំបាក់អស់ព្រះមហោសថថាស្គាល់ពួកអ្នកឆាឆៅនោះទេឬពួកស្ដេច101ថាពុំស្គាល់ទេប៉ុន្តែគឺពួកអ្នកឧត្តរបញ្ចាលនឹងឯងព្រះមហោសថថាមិនមែនទេមនុស្សខ្ញុំទេតាដែលនៅក្នុងចំណោមពួកស្ដេចជលនីខ្ញុំនៅឯនគរមិថុលាខ្ញុំដឹងថាព្រះបាទជលនីលុះដោយដំបូលមានអាចារ្យគេវដព្រាហ្មណ៍ចង់បំផុតពូជស្ដេចក្នុងសកលចម្ពូទ្វីបបានជារៀបចំពិធីជប់លៀងដើម្បីដាក់ថ្នាំបំពុលឲ្យស្លាប់អស់ខ្ញុំដឹងដូច្នោះបានជាខ្ញុំឲ្យគេទៅបំផ្លាញការជប់លៀងនោះទៅតើមែនឬទេព្រះបាទជលនីលោកអាចារ្យគេវដព្រាហ្មណ៍ព្រះបាទជលនីថាមែនហើយលោកមែនហើយលោកម្ចាស់ខ្ញុំស្ញោបរំភើបចំពោះបញ្ញាដែលខ្ញុំមិនដែលនឹកឃើញសោះថាមនុស្សចេះដំម្លឹងអោលោកម្ចាស់ជីវិតរបស់សតនិកបើលោកមានអានុភាពដល់ម្លេះម្ដេចក៏លោកមិនដណ្ដើមរាជក្នុងសកលចម្ពូទ្វីបដោយខ្លួនឯងទៅព្រះមហោសថថាគេធ្លាប់ហៅខ្ញុំថាបណ្ឌិតជាអ្នកប្រាជ្ញខ្ញុំចង់ទុកឈ្មោះនេះទើបខ្ញុំមិនដណ្ដើមគេការដណ្ដើមគេបណ្ឌិតទាំងឡាយពុំដែលសរសើរទេពុំមែនជាករណីកិច្ចរបស់អ្នកប្រាជ្ញទេខ្ញុំធ្វើការដើម្បីសេចក្តីសុខដល់សពសត្វទើបគួរទទួលឈ្មោះថាជាអ្នកប្រាជ្ញស្ដេចទាំងឡាយមានព្រះបាទជលនីជាដើមថ្វាយរាជសម្បត្តិរបស់ខ្លួនទាំងអស់ចំពោះព្រះមហោសថខាត់មិនអោយព្រះមហោសថទៅនគរមិថុលាវិញព្រះមហោសថពុំព្រមទទួលថាបុគ្គលណាលះបង់អ្នកចិញ្ចឹមព្រោះហេតុនៃទ្រព្យបុគ្គលនោះត្រូវជន់ទាំងពីរគឺខ្លួនឯងនិងអ្នកដទៃតេះដៀលដរាបណាតែឥតអំពីព្រះបាទវិទេហរាជទៅដរាបនោះទៅខ្ញុំទៅនៅឯនគរឧត្តរបញ្ចាលបានព្រះបាទជលនីទ្រង់ប្រទានមាស1000ឆ្ដោស្រុកស្រួយ80ទាស័យ400បវរកញ្ញា100ឲ្យជាភរិយាធ្វើពិធីជប់លៀង7យប់7ថ្ងៃ
ទាំងពួកស្ដេចនិងមន្ត្រីក្នុងសកលចម្ពោះទ្វីបក៏បូជាចំពោះបញ្ញាបរមីរបស់ព្រះមហោសថដោយវត្ថុផ្សេងជូនជារង្វាន់ជាទ្វេគុណដល់ពួកពលនៃព្រះមហោសថទាំងអស់ការព្រះមហោសថតម្រូវឲ្យដោះលែងនៅការត្រួតត្រារបស់ស្ដេចជលនីលើកស្ដេច101នគរហើយក៏នាំគ្នាជូនដំណើរព្រះមហោសថទៅកាន់នគរមិថិលាវិញអ្នកដែនវិទេហរាជមានព្រះបាទវិទេហរាជជាដើមបានទទួលដំណើរប្រកបដោយសួស្តីនៃព្រះមហោសថដោយពិធីមហាឧឡារិកព្រះមហោសថក៏បញ្ជូនព្រះរាជវង្ស3ព្រះអង្គនិងពួកបវរកញ្ញាព្រមទាំងពួកទាសីទៅថ្វាយព្រះបាទជលនីវិញពិភពលោកទាំងមូលបានសុខសន្តិភាពដោយបញ្ញាបរមីនៃព្រះមហោសថនោះក្នុងកាលនោះហងព្រះនាងបញ្ចាចន្ទីនៅរួមប្រវេណីជាមួយព្រះបាទវិទេហរាជបាន2ឆ្នាំទ្រង់ក៏ប្រសូតព្រះរាជបុត្របាន1ព្រះអង្គការព្រះរាជបុត្រនោះមានព្រះជន្ម10ឆ្នាំព្រះបាទវិទេហរាជសោយព្រះទីវង្គតទៅព្រះមហោសថជាដើមបានថ្វាយស្វ័យឆ័ត្រអភិសេកព្រះរាជបុត្រនោះជាព្រះមហាក្សត្រតទៅព្រះអង្គទ្រង់តាំងព្រះមហោសថក្នុងតំណែងជាស្ដេចព្រះបរមរាជបិតាព្រះមហោសថលាទៅគង់ឯនគរឧត្តរបញ្ចាលសម្ដេចព្រះភូបាលជលនីព្រហ្មទណ្ឌចាត់លំនៅដ៏សមគួរដល់ព្រះមហោសថហើយពុំទាន់ចាត់ការដទៃដើម្បីព្រះមហោសថនៅឡើយខណៈនោះនាងបរិពាជាការព្រះនាងភេរីដែលជាទីរាប់អាននៃព្រះបាទជលនីតែងតែមកឆាន់ក្នុងព្រះរាជដំណាក់រាល់ថ្ងៃឬតែល្បីថាព្រះមហោសថមានប្រាជ្ញាណាស់ប៉ុន្តែនាងពុំដែលឃើញស្រាប់តែថ្ងៃមួយបានជួបនាងមុខព្រះលៀនឯព្រះមហោសថក៏ឮតែល្បីថានាងភេរីមានប្រាជ្ញាដែរតែពុំដែលជួបស្រាប់តែពេលនោះបានជួបក៏ថ្វាយបង្គំស្ថិតនៅស្ងៀមនាងភេរីនឹកក្នុងព្រះទ័យថាព្រះមហាក្សត្របានទំនុកបម្រុងព្រះមហោសថហើយឬទេគិតបណ្ដាលលើព្រះហស្ថបណ្ដាលលាហើយក្តាប់ជាសញ្ញាសួរចំពោះព្រះមហោសថព្រះមហោសថលើព្រះហស្ថក្តាប់ជាប់ជាសញ្ញាប្រាប់ថាព្រះរាជាពុំទាន់ទំនុកបម្រុងនៅឡើយទេនាងភេរីនឹកថាបើមិនទាន់បានមុខតំណែងអ្វីទេម្ដេចក៏មិនបួសដូចខ្ញុំនឹកហើយក៏លើកព្រះហស្ថអង្អែលព្រះកេសខ្លួនជាសញ្ញាសួរព្រះមហោសថអង្អែលពោះជាសញ្ញាប្រាប់ថាបួសពុំកើតទេព្រោះមានកូនច្រើនណាស់ដែលមានពោះចាំតែរស់ដោយសារជនទាំងពីរស្គាល់គ្នាទៅវិញទៅមកថាពិតជាមានប្រាជ្ញាវាងវៃមែនហើយក៏លាគ្នាទៅពួកស្រីស្នំ500នាក់ដែលនាងចន្ទាទេវីតម្រូវឲ្យចាំរំពៃរកកំហុសទោសព្រះមហោសថព្រោះមានគំនុំជាប់ថាព្រះមហោសថធ្វើខ្លួនឲ្យលំបាកការចំនួនមហាអង្គមងនោះបានឃើញនាងភេរីនិងព្រះមហោសថធ្វើសញ្ញាឲ្យគ្នានឹងគ្នាដូច្នោះក៏ឡើងក្រាបបង្គំទូលព្រះបាទជលនីថានាងភេរីនិងព្រះមហោសថត្រូវគំនិតគ្នានាងភេរីលើកដៃលាហើយក្តាប់ជាសញ្ញាប្រាប់ថាត្រូវចាប់ព្រះបាទជលនីព្រះមហោសថលើកដៃក្តាប់ប្រាប់ថាមុខជាចាប់មិនលែងនាងភេរីចង្អុលក្បាលខ្លួនឯងជាសញ្ញាប្រាប់ថាចាប់ហើយកាត់ព្រះសិរៈធ្វើគុតព្រះអង្គទៅព្រះមហោសថអង្អែលពោះប្រាប់ថាកាត់ពាក់កណ្ដាលខ្លួនវិញព្រះរាជាទោះមានភ័យដោយសម្ដីនេះខ្លះក៏ទ្រាំទប់ពុំបានមានព្រះរាជអង្ការវេលាដែលនាងភេរីមកឆាន់ហើយទើបទ្រង់សួរថាលោកស្រីម្ចាស់បានជួបសន្ទនាគ្នានឹងមហោសថដែរឬថ្វាយព្រះពរអាត្មាភាពគ្រាន់តែជួបតែឥតបាននិយាយគ្នាទេចុះដែលធ្វើសញ្ញាលើកក្តាប់ដៃអង្អែលក្បាលអង្អែលពោះនោះតែជាសញ្ញាដូចម្ដេចនាងភេរីថ្វាយព្រះពរដោយសេចក្តីអធិប្បាយគ្រប់ប្រការដោយដែលពោលមកហើយព្រះមហាក្សត្រសួរព្រះមហោសថទៀតទ្រង់បានជ្រាបសេចក្តីស្របគ្នាទើបទ្រង់ព្រះរាជទានឋានៈជាអគ្គសេនាបតីព្រមទាំងគ្រឿងឥស្សរយុទ្ធនិងរបស់ដតីឥតបើកនាព្រះមហោសថគិតថាធម្មតាស្ដេចរមែងមានឧបាយកលច្រើនណាស់ជួងកាលចង់សម្លាប់សោះតែធ្វើជាឲ្យក៏មានបើដូច្នោះ
មានតែនាងភារីទៅអាចពិសោធន៍ការពិតក្នុងរឿងនេះបានកើតហើយក៏ចូលទៅជួបតម្រូវដល់នាងភារីបរិពាជាការវេលាដែលធ្វើផាត់កិច្ចស្រែកក៏ថ្វាយព្រះពរស្នើព្រះរាជហឫទ័យនៃព្រះនរបតីដោយតករខសាមបញ្ហាថាបើពិតមហារាជបើព្រះអង្គទ្រង់គង់ព្រះទីនាំងនាវាជាមួយគ្នា7នាក់គឺព្រះមេដាមួយព្រះនាងចន្ទាទេវីមួយទេខិណមន្ត្រីកុមារមួយសម្លាញ់ឈ្មោះធនុសេកមួយបរោហិតមួយមហោសថមួយហើយនឹងព្រះអង្គមួយស្រាប់តារៈទឹកកំហែងព្រះអង្គថាចូលស្ដេចឲ្យមនុស្ស6នាក់ម្នាក់ម្ដងមកយើងទើបយើងឲ្យស្ដេចរួចខ្លួនដូច្នោះតើព្រះអង្គប្រទាននរណាមុនហើយទៅប្រទាននរណាជាលំដាប់មក